អញ្ញាធរស្រុកសំឡូតបង្ហាញភាពវិជ្ជមានជាច្រើនពីការយល់ដឹងរបស់ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទាក់ទងនឹងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនិងបន្សាព័ត៌មានក្លែងក្លាយបានទាន់ពេលវេលាអាជ្ញាធរស្រុកសំឡូតខេត្តបាត់ដំបងបានបង្ហាញអារម្មណ៍សុវត្ថិភាពចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រសិនមានការយល់ដឹងកាន់តែច្រើនពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយមិនថាជាប្រភេទព័ត៌មានពិតឬមិនពិតឬការស្វែងរកប្រភពព័ត៌មានដែលត្រឹមត្រូវនិងពិតប្រាកដនោះទេដែលធ្វើឲ្យពលរដ្ឋនិងអាជ្ញាធរក្នុងមូលដ្ឋានអាចរក្សាបានសេចក្តីថ្លៃថ្នូរក្នុងការរស់នៅការប្រកបរបររកស៊ីប្រចាំថ្ងៃផ្សេងៗជាធម្មតានិងអាចរក្សាបានស្ថិរភាពសង្គមជាដើមលោកអនខែមជាមេឃុំតាតោកស្រុកសំឡូតបានលើកឡើងប្រាប់ក្រុមការងារវិទ្យុជាតិចំការជ័យថាប្រសិនបើពលរដ្ឋនៅក្នុងមូលដ្ឋានបានយល់ដឹងអំពីប្រភេទនៃព័ត៌មានពិសេសប្រភេទនៃព័ត៌មានក្លែងក្លាយគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រមទាំងមានភាពវៃឆ្លាតក្នុងការស្វែងរកព័ត៌មានពិតពីប្រភពផ្លូវការណាមួយរបស់រដ្ឋាភិបាលតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងនាមអាជ្ញាធរលោកនឹងបន្តខិតខំផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកឲ្យបានដឹងកាន់តែច្បាស់ពីប្រភពព័ត៌មានដែលអាចទុកចិត្តបានរឿងគាត់ឆ្លាតវៃអំពីបញ្ហាការបំបត្តិរឿងព័ត៌មានคล้ายៗនេះគឺអាជ្ញាធរយើងគ្រប់ដំណាក់ថ្នាក់ដើម្បីផ្សព្វផ្សាយហើយនឹងជូនព័ត៌មានឲ្យគាត់ពិតប្រាកដគាត់នឹងជឿយើងតែម្ដងហើយมันមានការភ័យខ្លាចហើយមានការជំនឿជឿជាក់លើរាជរដ្ឋាភិបាលទាំងស្រុងបាទជាក្នុងនាមជាអាជ្ញាធរខ្ញុំនឹងព្យាយាមហើយនឹងសំណូមពរឲ្យប្រជាពលរដ្ឋយើងទាំងមូលនៅក្នុងឃុំរបស់ខ្ញុំនេះដើម្បីឲ្យគាត់យល់ហើយនឹងឲ្យគាត់មានចំណេះដឹងអំពីបញ្ហាព័ត៌មានคล้ายៗស្រដៀងគ្នានេះដែរលោកវរៈសេនីយ៍ត្រីទូចសម្បត្តិនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតោកបានលើកឡើងថាការធ្វើយុទ្ធនាការនេះពេលនេះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះអាជ្ញាធរពិសេសប្រជាពលរដ្ឋនិងយុវជនដើម្បីជាចំណេះដឹងយកទៅផ្សព្វផ្សាយបន្តដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយហើយព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិតនិងទាន់ពេលវេលាទៅកាន់ប្រជាពលរដ្ឋដើម្បីជៀសវាងនៅរាល់ផលរំខានផ្សេងៗដែលបង្កហានិភ័យនិងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋផងដែរបាទសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានខ្លាំងៗនេះវាមានសារៈសំខាន់ណាស់សម្រាប់រយៈពេលមួយព្រឹកនេះព្រោះវាផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់កងកម្លាំងនគរបាលយើងក៏ដូចជាអាជ្ញាធររដ្ឋបាលស្រុកក៏ដូចជាថ្នាក់រដ្ឋបាលឃុំលោកបានទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋបន្តស្ដីពីសារៈសំខាន់នៃការប្រឆាំងព័ត៌មានខ្លាំងៗនេះបាទពិតជាមានសារៈសំខាន់ណាស់សម្រាប់យកព័ត៌មានពិតទៅបន្សាព័ត៌មានខ្លាំងៗព្រោះវាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋក៏ដូចជាប្រជាជនយើងទូទៅបាទមានទំនុកចិត្ត 100% ពីជាពិសេសការតាមដានលើเพจផ្លូវការរបស់រដ្ឋចាប់ពីថ្នាក់រដ្ឋបាលឃុំស្រុកខេត្តនិងរដ្ឋថ្នាក់ជាតិបាទក្នុងនោះដែរលោកហែមស៊ីណាអភិបាលរងនៃគណៈអភិបាលស្រុកសំឡូតបានមានប្រសាសន៍ថាកាលណាប្រជាពលរដ្ឋពិសេសយុវជនទទួលបានចំណេះដឹងហើយស្គាល់ថាព័ត៌មានប្រភេទណាពិតនិងប្រភេទណាមិនពិតមិនត្រូវចែករំលែកឬផ្សព្វផ្សាយបន្តនោះនឹងធ្វើឲ្យសង្គមយើងមានស្ថិរភាពនិងមិនមានភាពចលាចលនោះទេកន្លងទៅលោកថានៅក្នុងមូលដ្ឋានស្រុកសំឡូតក៏ធ្លាប់បានទទួលនៅព័ត៌មានคล้ายៗមួយចំនួនដែរដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះគាត់មានការភ័ន្តច្រឡំប៉ុន្តែយ៉ាងណាអាជ្ញាធរស្រុកបានធ្វើការស្រាយបំភ្លឺភ្លាមនឹងទាន់ពេលវេលាដោយមានការស្រាវជ្រាវរកប្រភពនៃព័ត៌មាននោះបានច្បាស់លាស់និងមានចំណាត់ការផងដែរលោកអភិបាលរងស្រុកបន្ថែមថាសូមឲ្យប្រជាពលរដ្ឋត្រូវផ្ទៀងផ្ទាត់ព័ត៌មាននិងស្វែងរកប្រភពព័ត៌មានដែលជាប្រភពផ្លូវការរបស់រដ្ឋាភិបាលអាជ្ញាធរឃុំស្រុកនិងខេត្តជាដើមជាពិសេសត្រូវជឿជាក់លើរដ្ឋាភិបាលគឺមាន account ខ្លះគាត់បានលើកឡើងនិយាយឡើងអំពីព័ត៌មានដែលមិនច្បាស់លាស់តាមដោយសារព្រំដែនជាពិសេសគាត់បានបង្ហាញជារូបភាពคลิปវីដេអូជាអត្ថបទឡើងហើយនៅក្នុងនោះផងដែរដោយសាររដ្ឋបាលយើង
យើងមាន page មាន account Facebook ត្រឹមត្រូវយើងនឹងមានបណ្ដាញជាពិសេសអ្នកនាំពាក្យរបស់រដ្ឋបាលស្រុកយើងតែងតាមដានរាល់ព័ត៌មានទាំងឡាយណាដែលមិនមានការពិតនៅក្នុងមូលដ្ឋានរបស់យើងគឺយើងតែងតែឆ្លើយតបជាផ្លេចការឆ្លើយបំភ្លឺនៅព័ត៌មានដែលគាត់និយាយរៀបរាប់មកមិនច្បាស់លាស់មិនពិតប្រាកដរាល់សភាពការដែលកើតឡើងក្នុងមូលដ្ឋានរបស់យើងសូមអុយបរដ្ឋជឿជាក់ទៅលើថ្នាក់ដឹកនាំរបស់រដ្ឋបាលស្រុកក៏ដូចជាថ្នាក់ដឹកនាំខាងលើទៀតដើម្បីទទួលបាននូវព័ត៌មានទាំងឡាយដែលជាភាពពិតប្រាកដ ថ្លែងក្នុងឱកាសចុះផ្សព្វផ្សាយពីយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនៅស្រុកសំឡូតកាលពីថ្ងៃទី13ខែមករាឆ្នាំ2026លោកសវណ្ណវិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានមានប្រសាសន៍ថាការធ្វើយុទ្ធនាការនៅពេលនេះគឺជាការចែករំលែកចំណេះដឹងមួយចំនួនដើម្បីឲ្យអ្នកពាក់ព័ន្ធមានអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋដែលអាចជាទុនមួយដើម្បីកំណត់អំពីប្រភេទព័ត៌មាននិងប្រភពនៃព័ត៌មានបានត្រឹមត្រូវសូមបញ្ជាក់ថាមន្ទីរព័ត៌មានខេត្តបាត់ដំបងបានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗចាប់តាំងពីដើមខែមករាឆ្នាំ2026សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនៅស្រុកសំឡូតបានប្រព្រឹត្តទៅកាលពីថ្ងៃទី13ខែមករាឆ្នាំ2026ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់អាជ្ញាធរពាក់ព័ន្ធលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដើម្បីចូលរួមលុបបំបាត់ព័ត៌មានคล้ายៗនៅតាមសហគមន៍